មិនដល់កន្លែងជើងទេជាតិពឹសនឹងរើឡើងដល់ពេលនោះអត់មានថ្នាំអាសាបនាងនឹងរលាយពេញខ្លួនហើយនឹងស្លាប់បើស្គាល់កលៈទេសៈពួកឯងឆាប់ចេញពីទីនេះទៅយ៉ាងចេញចាត់ការកញ្ញាពីរអ្នកនេះហើយមានអារម្មណ៍ល្អប្រហែលជាអាចឲ្យថ្នាំអាសាបដល់ពួកឯងនេះកុំព្រួយអីថ្នាំអាសាបពឹសខ្ញុំយកបានហើយមិនអាចទេបាទធំថ្នាំអាសាបពីរដបនេះមួយណាជារបស់ពិតទៅពីរដបហ្នឹងគឺមួយថ្នាំអាសាបមួយទៀតថ្នាំផ្ដាច់ពូពៀនឡើងឋានសួគ៌ឬក៏ចុះនរកនោះមើលសំណាងលើពួកឯងហើយខួរក្បាលប៉ុណ្ណឹងចង់លាក់នឹងយើងហ៎ឯងចាំស្លាប់ទៅនេះនេះណែនិយាយទេការពារលោកម្ចាស់ទាំងពីរសំខាន់ជាងទៅអាចោក្បត់ថ្លើមធំមានដោះលែងអ្នកទោសផងចាប់ខ្លួនគេទាំងអស់ភ្លាមជប់សិនលោកអាម៉ាអ្នកលះហន្ត3នាក់នេះគឺការពារខ្ញុំនិងលោកម្ចាស់ជូទីបើសិនជាដូចជាលោកម្ចាស់ចាំងនិយាយមែនអញ្ចឹងឲ្យពួកគេទាំងអស់គ្នាថយចេញពីទីនេះទៅអ្នកក្លាហានយ៉ាងអរគុណដែលបានជួយពួកខ្ញុំមិនភ្លេចគុណលោកទេមែនហើយលោកអាម៉ាតអួងនាំកងទ័ពមកហើយពួកអគិតកោទាំងអស់នោះមិនអាចធ្វើអីពួកខ្ញុំបានទេដូច្នេះសូមអ្នកក្លាហានត្រឡប់ទៅវិញចុះឬក៏លោកមិនយល់ពីលទ្ធផលក្រោយពេលទៅរាជធានីទេខ្ញុំប្រកាសជាដឹងច្បាស់ចុះហេតុអីក៏លោកនៅតែព្រមធ្វើសាច់ឲ្យគេតាមទៀតអ្នកក្លាហាននិយាយនេះខុសហើយខ្ញុំនិងលោកម្ចាស់ជូគឺជាមន្ត្រីរបស់ព្រះអង្គពិតមែនថាទទួលភាពអយុត្តិធម៌តែពួកខ្ញុំត្រូវទទួលថ្វាយព្រះមហាក្សត្រឲ្យបានច្បាស់ព្រះអង្គបច្ចុប្បន្នមានប្រាជ្ញាឆ្លៀសវៃបើសិនជាទ្រង់បានជ្រាបហើយខ្ញុំជឿថាទ្រង់ប្រកាសជាមិនឲ្យមន្ត្រីស្មោះត្រង់ស្លាប់ដោយងាយនោះឡើយលោកម្ចាស់ចាងបច្ចុប្បន្នយើងសងកាន់កម្មនយោបាយខ្ញុំខ្លាចលោកម្ចាស់ទាំងពីរទៅរាជធានីសូម្បីតែឱកាសបកក្រោយក៏គ្មានរឿងនេះសូមអ្នកក្លាហានកុំមានការព្រួយបារម្ភអីលោកម្ចាស់ស៊ីយ៉ាងបច្ចុប្បន្នគឺជាមិត្តភក្តិរបស់ខ្ញុំយានសងត្រឹមតែជានាយរងគេមិនអាចរារាំងពួកខ្ញុំចូលគាល់ព្រះមហាក្សត្រទេបើនិយាយបែបនេះលោកម្ចាស់ទាំងពីរសម្រាប់ចិត្តមិនតាមពួកខ្ញុំទេត្រូវហើយនៅនិយាយចាំធ្វើអីទៀតកំពុងតែពិភាក្សាពីរឿងបះបោមែនទេនេះយើងនឹងចេញទៅភ្លាមនេះលោកម្ចាស់ទាំងពីរថែខ្លួនផងខ្ញុំលីសិនហើយអាប់អូនឈួតឆាប់នាំអ្នកទោសទៅសំតលោកត្រូវការអ្វីដែរស្រាមប៉ាន់និងខ្ចប់របស់គ្រីមមួយចំនួនខ្ញុំត្រូវការធ្វើដំណើរបាទសូមចាំមកផ្លែតយូសៀអូនហត់ទេមិនអីទេមិនហត់ទេលោកទាំងពីរស្រាមមកដល់ហើយសូមអញ្ជើញពីសាតាមស្រួល
តាមលៀម លបងមិនក៏គេមិនតន់ដឹងខ្លួនទៀត យើងមិនដឹងទៅ ដឹងខ្លួនហើយ តើពួកលោកជាអ្នកណាហេតុអីបានជាជួយលោកម្ចាស់ទាំងពីរ ខ្ញុំទទួលបញ្ជាពីឪពុកខ្ញុំមុនពេលឪពុកខ្ញុំដើរបនីចង់បានផ្ដាំថាគ្រួសារចាងមានគុណមកលើគ្រួសារខ្ញុំហេតុនេះឲ្យតែគ្រួសារចាងមានទុក្ខលំបាកខ្ញុំចាំបាច់ត្រូវតែជួយ រឿងនេះខ្ញុំអាចធ្វើសារស្អី ចុះនាងហេតុអីក៏ទៅជួយលោកម្ចាស់ចាងដែរ ខ្ញុំទទួលបញ្ជាពីអ្នកគ្រូ អ្នកនាងរបស់អ្នកនាងមិនអីទេហ៎ណែកុំស្មានថាខ្ញុំចាំនាងមិនបានកុំស្មានថានាងដោះមុខចេញទម្លាក់សក់ចុះខ្ញុំចាំនាងមិនបាននោះថ្ងៃនោះនៅមុខទៀមសាអ្នកដែលបុកត្រូវខ្ញុំនោះគឺនាងនឹងហើយ លោកធ្វើឲ្យបាយអីតិនសាខ្លួនឯងពាក់ព័ន្ធអីជាមួយខ្ញុំ អីសារភាពហើយមែនទេគឺនាងមែនទេខ្ញុំថាអីចេះខុស ការប៉ិនលោកជាខ្មោចប្រមឹកសោះ មិនខុសទេខ្ញុំនឹងបងធំគឺសិតតែប្រមឹកទាំងពីរអ្នកណា អ្នកនាងការពិតទៅខ្ញុំមិនសូវពូកែផឹកស្រាទេតាមធម្មតាផឹកតែបន្តិចបន្តួច ហេបងផឹកតិចតួចហ៎គេស្រឡាញ់ស្រាស្មើនឹងជីវិតអូយក ុំមាត់ច្រើនពេក អូយយ៉ាចន់ជឹកខ្ញុំធ្វើអី មិនបានជូនទេ យើងឲ្យឯងប្រាប់គេថាយើងស្រឡាញ់ស្រាស្មើជីវិតពីពេលណាទៅ បងក៏យ៉ាងស្រាប់ហើយនៅខ្លាចខ្ញុំប្រាប់គេ យើងមែនទេយើងជាមនុស្សអញ្ចឹងទេរូបរាងយើងដូចខ្មោចប្រមឹកទេដូចទេ បងឃើញគេស្រស់ស្អាតស្រឡាញ់គេហើយមែនទេហ៎គ្រូខ្ញុំធ្លាប់ប្រាប់ថាប្រុសសិតតែស្រឡាញ់ស្រីស្អាតគេយ៉ាងម៉េចទៅគេមានរូបរាងស្រស់ស្អាតតើ យើងស្រឡាញ់គេហ៎ ហ៎ ឯងមើលរូបរាងយើងយ៉ាងម៉េចគេយ៉ាងម៉េចស្រឡាញ់មិនកើតហ៎ ប៉ុន្តែគេកំដរខ្ញុំលេង ឯងស្រឡាញ់គេ តែខ្ញុំនេះណាមានចិត្តស្រឡាញ់គេនឹងណាដឹងដែរទេហ៎ ឯងនេះល្មមលេងណាណូអញ្ចឹងឯងនៅទីនេះឲ្យគេកំដរឯងទៅ មែន លបងលបង លោកម្ចាស់ស៊ីប្រងនៅតែមិនព្រមឲ្យលោកចូលកលទេ អាយ៉ាអូយ មិនចេះតាមមាត់ស៊ូទេឲ្យលឿនឡើងទៅ អ្នកនាងអត់មានមនុស្សទេ អត់មានមនុស្សចូលទៅមើលទៅ អើអ្នកនាងហេអ្នកនាងលបងអត់មានមនុស្សមែន អត់មានមនុស្សមែនយើងយល់ថាប្រហែលជាណែជួយកាន់តិចទៅណែកាន់ទៅ ហ
ហេណែអ្នកនាងរបួសនេះមិនទាន់ជាផងមិនគេចេញមកក្រៅហើយ ខ្ញុំលេងអីហើយ ថ្ងៃនោះបញ្ញាពេកមិនទាន់បានណែនាំខ្លួនឲ្យស្គាល់ខ្ញុំឈ្មោះយ៉ាងធានយងម្នាក់នេះគឺប្អូនផងខ្ញុំ ឡាអ៊ូអ្នកសុំទានឈួតរីករាយដែលបានស្គាល់ មិនដឹងថាអ្នកនាងមានត្រកូលអីដែរ ខ្ញុំត្រកូលគួ ត្រកូលគក់ គូអីទៅ គួវិនមី គក់វិនមីអ្នកនាងថ្ងៃនោះឃើញនាងបញ្ចេញក្បាច់ដាវចេញពីប៉ាអឺមីមែនទេ មិនខុសទេ ម្យ៉ាងទៀតក្នុងក្បាច់ដាវនោះបង្កប់ទៅដោយក្បាច់ដំបងវៃឆ្កែទៀត ហាណែហេលបងនេះក៏លបងដឹងដែរប្រាប់ខ្ញុំផង ចង់ដឹងហ៎ក្បាច់ដំបងវៃឆ្កែនោះជាង280ឆ្នាំមុនហុងឈីកុងម្ចាស់ប៉ាក់ស្មូមជាអ្នកបង្កើតឡើងរួចហើយគេក៏ផ្ទេរទៅឲ្យម្ចាស់ប៉ាក់ម្នាក់ទៀតគឺអ៊ូងយ៉ុងអ៊ូងយ៉ុងក៏ផ្ទេរទៅឲ្យគក់ជីងកូនស្រីពៅអ្នកក្លាហានគក់គឺគក់សៀងតែគួរឲ្យស្ដាយចម្បាំងនៅសៀងយ៉ាងគក់យ៉ុងនិងគក់ជីងក៏ត្រូវស្លាប់បានបន្សល់ឲ្យគក់សៀងនៅរស់តែម្នាក់ឯងប៉ុន្តែពេលនេះបានបួសធ្វើជាដូនជីចុងក្រោយក៏បង្កើតប៉ាក់អឺមីតែបើតាមខ្ញុំដឹងក្បាច់ដំបងវៃឆ្កែដូចជាផ្ទេរទៅឲ្យតែមេប៉ាក់អឺមីទីឬមួយនាងគឺជាមេប៉ាក់អឺមី មិនខុសទេ អូហេលបងខ្ញុំស្មានត្រូវទៀតហើយ ប៉ុន្តែខ្ញុំជាសិស្សដែលមិនបួសសិស្សដែលមិនបួសមិនអាចធ្វើជាមេប៉ាក់ទេអ្នកគ្រូខ្ញុំទៅជាមេប៉ាក់អឺមីបច្ចុប្បន្នគាត់យកក្បាច់ដែរដែលបង្កើតឲ្យខ្លួនឯងមកបង្រៀនខ្ញុំនៅក្នុងក្បាច់ដែរនឹងបង្កប់ទៅដោយស្នៀតពិសេសក្បាច់ដែរអ៊ីធានដែលខ្ញុំចេះនោះគឺវាត្រឹមតែជាក្បាច់ដែរប៉ុណ្ណោះមិនមែនក្បាច់ដំបងទេ ហេលបងគេនិយាយថ្ងៃនេះគេលើ10ម៉ាត់ហើយ អើយប្រេះផ្ដាស់ស្អីពិតណាស់លើ10ម៉ាត់ប៉ុន្តែបើតាមខ្ញុំដឹងគក់សៀងអ្នកដែលបង្កើតប៉ាក់អឺមីនោះបានចាញ់ច្បាប់វិន័យមួយក្នុងចំណោមសិស្សទាំងអស់ឲ្យតែមានសម្រស់ស្អាតជាងគេចរិតល្អជាងគេទើបអាចដាក់ត្រកូលគក់បានអញ្ចឹងបញ្ជាក់ថាសិស្សនឹងគឺមានឈាមជាប់អង្កើតរបស់គក់សៀងយល់ទេ តែលោកជាអ្នកណាហេតុអីក៏ដឹងរឿងប៉ាក់អឺមីច្រើនយ៉ាងនេះ ខ្ញុំ ស្វែងរកយុត្តិធម៌ជួយមនុស្សល្អគូស្នេហ៍អន្ត្រីទេពមានឈ្មោះក្នុងពិភពគុណ មិនក៏លោកដឹងរឿងនេះដែរ អ្នកនាងខ្ញុំរវល់តែនិយាយជាមួយអ្នកនាងអ្នកនាងទៅផឹកថ្នាំទៅមក ណែលបងហេលបងគេទៅបាត់ហើយឆាប់ទៅតាមគេភ្លាមទៅឲ្យឆាប់ឡើងទៅមកហើយលើឲ្យឆាប់ឡើង ឲ្យឆាប់ឡើង លើ ឲ្យឆាប់ឡើងមក លើ ឲ្យលឿនឡើងបងប្អូនព្រឹកឲ្យលឿន ឆាប់ឡើង ឲ្យលឿនឡើងឲ្យលឿនចោលចប៉ុតមកដល់ហើយឆាប់រត់ឲ្យលឿនឡើង ឲ្យឆាប់ឡើងឆាប់ឡើង ឆាប់ឡើងមកលើ ទៅ ចោលចប៉ុតមកដល់ហើយឆាប់រត់ឲ្យលឿនឆាប់ឡើង លបងខាងមកមានការជប៉ុនទៀតហើយ ចៅមកហើយយើងក៏មានបំណងនឹងដែរ មិនបានទេលោកម្ចាស់ចាងជូកំពុងគ្រោះថ្នាក់ពួកយើងត្រូវប្រញាប់ទៅរាជធានីមិនអាចខកពេលទេ អាយ៉ាមានទុកមិនជួយជាទង្វើអ្នកក្លាហានទេ មែនហើយមានភាពអ៊ូអមមិនចូលរួមមិនអាចហៅអ្នកខ្លានទេ ត្រូវហើយ ទៅដល់រាជធានីស្ត្រីច្រើនណាស់ខ្លាចមិនអូអមែនទេ អញ្ចឹងទៅពួកយើងចូលទៅសម្លាប់ពួកអាចោរទាំងនោះ100នាក់សិនតែមកផ្លែតទេអាបងឈួតប្រកួតគ្នាទៅអ្នកណាលៀនជាង តាន់សម័យខ្លាំងណាស់ ចាំយើងផងជប់ចាំផងជប់ ហ
អ្នកក្លាហានប្រឆាំងជប៉ុនព្រះសង្ឃសៀងស៊ីង មិនអីទេមកឆាប់នាំកូនទៅ អរគុណផាត់ប្រដៃជគុណ ហើយ អរគុណប្រដៃជ អរ គុណ គុណអរគុណហើយហេតោះ សាមាសម្ពុទ្ធ ចាំមើលសិនទៅ អាត្មាប្រនិមយ៉ាងស៊ីងសូមហៅមេរបស់ពួកឯងមកនិយាយគ្នាមក ការពិតប្រសងនេះជាជនជាតិជប៉ុនទេហ៎អញ្ចឹងតើបានជាគេមិនសម្លាប់ ចាំមើលទៀតទៅ យើងជំនាញដឹកនាំនៅទីនេះរយយើងមានការអីអាត្មាសូមបិណ្ឌបាតកុំសម្រាប់ឆក់ប្លន់និងរំលោភនៅទីនេះនេះគឺជាអំពើបុណ្យកុសលដ៏ធំធេងមួយទៅហើយហាពួកយើងមកប្រទេសចិននេះគឺសម្រាប់ហើយនឹងឆក់ប្លន់ពួកឯងថាទៅមើលតាមែនទេ មែនហើយពួកយើងមកប្រទេសចិនគឺមកខ្លួនសម្លាប់មកសម្លាប់លោកសង្ឃចក្រៃឯងហ្នឹងហើយ អាត្មាគឺជាកាំងីទេតែអ្នកទាំងអស់គ្នានឹងមានអំពើបាបធ្ងន់ធ្ងរបើសិនចិត្តត្រឡប់ក្រោយវិញមិនតាន់ហួសពេលទេត្រឡប់ទៅក្រោយស្អីយើងចង់សោយសុខនៅក្នុងប្រទេសចិនឯងស្មានថាយើងមិនហ៊ានសម្លាប់ឯងមែនទេសាមាសម្ពុទ្ធចូល អស្ចារ្យ តបកំភ្លើងជប៉ុនបាញ់មិនត្រូវគេទេ ខ្ញុំមើលទៅព្រះសង្ឃនេះពិតជាឆ្លៀវវិញណាស់ចាត់ការពួកចៅទាំងអស់នោះឡើងរៀមពួកចៅមិនហ៊ានបាញ់ប្រទេសផ្ដាស់ព្រោះខ្លាចត្រូវគ្នាឯងអញ្ចឹងកំភ្លើងពួកចៅដូចជាដំបងអញ្ចឹង មើលចុះជប៉ុនទាំងនោះម្នាក់ក៏អត់ស្លាប់ដែរ រយៈពេល2យាមក្រោយអ្នកទាំងអស់គ្នាអាចដើរវិញបានធម្មតាប៉ុន្តែក្បាច់គុណរបស់អ្នកទាំងអស់គ្នាត្រូវអាត្មាបំផ្លាញចោលអស់ហើយ អស្ចារ្យ ថ្ងៃក្រោយបើសិនជាចង់ប្រយុទ្ធជាមួយគេទៀតមានតែធ្វើខ្លួនឯងមានរបួសទេសង្ឃឹមថាអ្នកទាំងអស់គ្នាក្រោយពេលទៅជប៉ុនវិញរស់នៅឲ្យបានស្រួលសម្មាសម្ពុទ្ធអ្នកទាំងអស់គ្នាកុំអាចចូលមកកុំអាចចូលមកអ្នកទាំងអស់គ្នាកុំអាចចូលមក ប្រងពួកឯងលះបង់ធ្វើអីនេះពួកយើងនឹងបាយពួកឯងអត់តល់តដួល អាត្មាសូមឲ្យលោកមេតំដោះលែងប្រជារាស្ត្រទាំងអស់នេះទៅ មើលទៅឯងមិនបានសម្លាប់កូនចៅយើងទេយើងទៅផ្លូវរស់ឲ្យឯងទៅចុះណាថាទៅចុះ បើសិនជាលោកមេតំលើកលែងឲ្យប្រជារាស្ត្រកុំសម្រាប់ប្រជារាស្ត្រនៅទីនេះអាត្មាសុខចិត្តទៅជាមួយនឹងលោក